យោងតាមការចេញផ្សាយលើเพจផ្លូវការរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថារបបខ្យល់មូសុងអេសានជាមួយសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោមនៅលើព្រះមេជាណាចក្រកម្ពុជានឹងធ្វើឲ្យតំបន់ធំៗទាំង3នៃប្រទេសកម្ពុជាយើងប្រឈមជាមួយនឹងការធ្លាក់ភ្លៀងចាប់ពីថ្ងៃទី31ខែមីនាដល់ថ្ងៃទី2ខែមេសាឆ្នាំ2025តំបន់វាលទំនាបសីតុណ្ហភាពមជ្ឈមអបបរមា22ដឺក្រេស៊ីនិងសីតុណ្ហភាពមជ្ឈមអតិបរមា35ដឺក្រេស៊ីខ្យល់បក់មកពីទិសបូព៌ានិងអាគិនេយមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមព្រៃវែងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី10%តំបន់ខ្ពង់រាបសីតុណ្ហភាពមជ្ឈមអបបរមា21ដឺក្រេស៊ីនិងសីតុណ្ហភាពមជ្ឈមអតិបរមា34ដឺក្រេស៊ីខ្យល់បក់មកពីទិសបូរនិងអាគិនេយមានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនអូដាមានជ័យក្រចេះស្ទឹងត្រែងមណ្ឌលគិរីជួរភ្នំដងម្រេចនិងតំបន់ជួរភ្នំក្រវ៉ាន់អាចមានភ្លៀងធ្លាក់ជាមួយរន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី15%តំបន់មាត់សមុទ្រសីតុណ្ហភាពមជ្ឈមអបបរមា24ដឺក្រេស៊ីនិងសីតុណ្ហភាពមជ្ឈមអតិបរមា33ដឺក្រេស៊ីខ្យល់បក់មកពីទិសបូរនិងអាគិនេយមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយរន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី20%រលករមុតមានកម្ពស់មជ្ឈមអបបរមា0.25ម៉ែត្រនិងកម្ពស់មជ្ឈមអតិបរមា0.75ម៉ែត្រអានដោយសំឡេងសព្វនិមិត្តសារិកា AI